ឬអំណានរឿងជ័យជំនះរបស់តុលាចូលអានអត្ថបទរួចឆ្លើយនឹងសំណួរខាងក្រោមតុលាជាសិស្សថ្នាក់ទី4នៃសាលាបឋមសិក្សាតុលាមានរាងធាត់កន្ត្រុលក្បាលពោះសុទ្ធតែខ្លាញ់ភ្នែកលឹបដំណើរអ៊ីថ្ងៃមួយសាលាមានកម្មវិធីប្រកួតរត់ប្រណាំងចម្ងាយ100ម៉ែត្រសិស្សជាច្រើនរត់យ៉ាងលឿនដល់ទីតាមពេលកំណត់តាមពេលវេលាកំណត់ចំណែកតុលាវិញរត់អ៊ីអែក្រោយគេមិនទាន់ទាំងបាន50ម៉ែត្រផងហត់ក៏ឃុះទៅមុខលែងរួចដកដង្ហើមតាមមាត់និយាយលែងរួចដាក់គូតអង្គុយចុះតុលាខ្មាស់គេណាស់អ្នកគ្រូឃើញដូច្នេះក៏ហៅតុលាមកណែនាំប្អូនត្រូវហាត់ប្រាណលេងកីឡាហាត់រត់ឲ្យបានទៀងទាត់តុលាធ្វើតាមដំបូងមានអ្នកគ្រូជាប្រចាំមិនយូរប៉ុន្មានតុលាស្រកក្បាលពោះហើយស្រកខ្លួនជាងមុនវាអាចរត់លោតលេងកីឡាដោយមិននឿយហត់ថ្ងៃរត់ប្រណាំងលើកទី2មកដល់ជាថ្មីម្ដងនេះតុលារត់យ៉ាងលឿនស្ទុះដល់ទីមុនគេអ្នកឈរមើលធ្វើភ្នែកស្លើដោយនឹកស្មានមិនដល់បន្តិចមកទើបគេនាំគ្នាទះដៃត្រាវអបអរសាទរសិស្សទាំងអស់សរសើរតុលាគ្រប់គ្នា